hàngក្រុមហ៊ុន LG ជីហ្គាគាត់បើកវគ្គបណ្ដុះបណ្ដាលរបស់គាត់ជារៀងរាល់ឆ្នាំកន្លងមកខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលខាង LG នឹងចំនួន3ដងដែរពេលយើងទៅវគ្គបណ្ដុះបណ្ដាលហ្នឹងហើយយើងមានចំណេះដឹងចាំបន្ថែមទៀតចឹងបងបច្ចុប្បន្ននេះឧបករណ៍ប្រើប្រាស់អេឡិចត្រូនិកមានការរីកចម្រើនយ៉ាងឆាប់រហ័សដូច្នេះតម្រូវការលើការថែទាំការដំឡើងនិងការជួសជុលប្រកបដោយបច្ចេកទេសក៏មានការកើនឡើងផងដែរក្នុងនាមជាអ្នកនាំចូលនិងចែកចាយគ្រឿងអេឡិចត្រូនិក LG ក្រុមហ៊ុន GE Group បានគិតគូរយ៉ាងស៊ីជម្រៅក្នុងការផ្តល់សេវាកម្មប្រកបដោយការទំនុកខុសត្រូវខ្ពស់ដោយបានផ្តល់វគ្គបណ្ដុះបណ្ដាលដល់ក្រុមជាងជំនាញបរិក្ខារត្រជាក់នៅតាមបណ្ដាហាងដៃគូជីវកម្មក្រុមជាងតាមតំបន់ក៏ដូចជាសម្រាប់យុវជននៅតាមសាលាបច្ចេកទេសនិងគ្រូបង្គោលសរុបជាង 5,000 នាក់រួចមកហើយខាងក្រុមហ៊ុន LG ជីហ្គាគាត់បើកវគ្គបណ្ដុះបណ្ដាលរបស់គាត់ជារៀងរាល់ឆ្នាំសម្រាប់ជាងឬក៏អ្នកបច្ចេកទេសបន្ទាប់ពីយើងបានទៅសិក្សាធ្វើឲ្យពួកខ្ញុំទៅផ្ដល់សេវាកម្មឲ្យភ្ញៀវវាមានភាពងាយស្រួលនិងមិនជួបនៅបញ្ហាច្រើនដូចមុនទៅដំឡើងតាក់ទងនឹងផ្នែកម៉ាស៊ីនត្រជាក់កាត់បន្ថយនៅបញ្ហាបានច្រើនសឹង80%កន្លងមកខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលខាង LG នឹងចំនួន3ដងដែរតាំងពី2019 2022 និង 2023ក្នុងការបណ្ដុះបណ្ដាលហ្នឹងគេប្រាប់ពីវិធីដំឡើងការជួសជុលជាពិសេសម៉ាស៊ីនត្រជាក់ហ្មងគេប្រាប់ពីស្តង់ដារតម្លើងមិនហើយយើងចុចតេឡេមិនអញ្ចឹងអាហ្នឹងល្អរបស់គេយើងអាចយល់ដឹងច្រើនខាងក្រុមហ៊ុនប្រាប់ពីរបៀបអញ្ចឹងវាស្រួលពេលទៅជួបអតិថិជនផ្ទាល់យើងអាចដោះស្រាយបានអញ្ចឹងបាទសូមអរគុណដល់ក្រុមហ៊ុន LG ដែលបានមានកម្មវិធីបង្ហាត់ពីជាងសេវាកម្មនេះបាទដល់រូបខ្ញុំដូចបងជាងផ្សេងទៀតខ្ញុំគិតថាពិសេសណាស់ដែលបានចេះជាងមុនយល់ដឹងពីបរិក្ខារម៉ាស៊ីនត្រជាក់តែពីមុនមកដែលខ្ញុំមិនដឹងថាដំឡើងបែបណាឲ្យត្រូវស្តង់ដារតើត្រូវជួសជុលបែបណាឲ្យបានច្បាស់លាស់ធ្វើឲ្យម៉ាស៊ីនត្រជាក់ហ្នឹងដំណើរការបានយូរឆ្នាំមិនងាយខូចកម្មវិធីបណ្ដុះបណ្ដាលក្រុមជាងគ្រឿងអេឡិចត្រូនិក LG របស់ GE Group គឺជាវគ្គសិក្សាដែលផ្ដល់ទាំងចំណេះជំនាញនិងការអនុវត្តផ្ទាល់លើគ្រឿងម៉ាស៊ីនជាក់ស្ដែងព្រមទាំងមានគ្រូបច្ចេកទេសពីក្រុមហ៊ុនជួយណែនាំដើម្បីធានាថាក្រុមជាងទទួលបានចំណេះដឹងច្បាស់លាស់ទៅតាមការរីកចម្រើននៃគ្រឿងអេឡិចត្រូនិកជំនាន់ចុងក្រោយនិងអាចផ្ដល់សេវាកម្មទៅកាន់អ្នកប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាពក្រុមហ៊ុន LG ល្អដែរបាននាំខ្ញុំនឹងទៅបណ្ដុះបណ្ដាលបន្ថែមវគ្គដែលខ្ញុំទៅបណ្ដុះបណ្ដាលរយៈពេល2 ឆ្នាំហើយបង2 ឆ្នាំហើយបានទៅចូលរួមជាមួយក្រុមហ៊ុនពេលយើងទៅវគ្គបណ្ដុះបណ្ដាលហ្នឹងហើយយើងមានចំណេះដឹងចាំបន្ថែមទៀតចឹងបងដោយថាពីមុនមកយើងអត់តន់ពីស្តង់ដារពីការតម្លើងម៉ាស៊ីនត្រជាក់ចឹងដល់ពេលយើងបរៀនប្រាប់យើងពីស្តង់ដាររបស់ការតម្លើងម៉ាស៊ីនត្រជាក់ហ្នឹងមកប្រហាត់បរៀនយើងឲ្យទៅស្តង់ដារហ្នឹងគឺល្អព្រោះដោយសារយើងបើកអាជីវកម្មហ្នឹងសម្រាប់អតិថិជនមានទំនុកចិត្តចឹងគឺល្អភ្ញៀវគាត់ចង់បានរបស់ល្អទៅប្រើប្រាស់ដែរបើយើងធ្វើមិនត្រូវស្តង់ដាររបស់ក្រុមហ៊ុនយើងជាធ្វើហើយក៏អត់មិនល្អដែរកន្លងមកក្រុមហ៊ុនធ្លាប់តាក់ទងមកខាងខ្ញុំគាត់ហៅទៅបណ្ដុះបណ្ដាលនៅពេញ3ដងដែរបងគាត់ហៅដំបូងឆ្នាំ2022 23 24 3ឆ្នាំជាប់គ្នារៀនវគ្គបណ្ដុះបណ្ដាលហ្នឹងយើងមានបទពិសោធន៍ច្រើនយើងឲ្យដឹងពីរបៀបជួសជុលម៉ាស៊ីនត្រជាក់ការដំឡើងម៉ាស៊ីនត្រជាក់ត្រូវស្តង់ដាររបស់ក្រុមហ៊ុនរត់ទៅយកស្ពាន់ទៅយកអីចឹងចំណេះដឹងដែលយើងបានមកពីការចូលសិក្សានៅក្នុងក្រុមហ៊ុន LG និង GE Group នេះគឺជួយយើងបានច្រើនណាស់ក៏ប៉ុន្តែមានធំហ្មងគឺការឆែកកំហូចម៉ាស៊ីនត្រជាក់តាមក្បាលកូដរបស់វាឬក៏ការបញ្ជាម៉ាស៊ីនត្រជាក់តាមរយៈទូរស័ព្ទដៃដោយមាន App Smart Denoisy និង LG SyncQ ហើយសម្រាប់ការចូលរួមនីមួយ4លើកនេះគឺមានម៉ាស៊ីនត្រជាក់ model ថ្មីដែលចេញមកលក់នៅលើទីផ្សារនេះគឺយើងបានអនុវត្តផ្ទាល់យើងបានផលិតផលថ្មីមកតេស្តផ្ទាល់ជាក់ស្ដែងតែម្ដងគឺមិនមែនជាការដែលយើងចូលរៀនគ្មានរបស់របរតេស្តឲ្យយើងមើលទេគឺយើងបានតេស្តផ្ទាល់នៅទីនោះជាក់ស្ដែងតែម្ដងកម្មវិធីបណ្ដុះបណ្ដាលនេះគឺជាការវិនិយោគដ៏សំខាន់លើធនធានយុវជនជំនាន់ក្រោយដូច្នេះយើងបានបដិញ្ញាចិត្តក្នុងការកសាងជាជំនាញគ្រឿងអេឡិចត្រូនិក LG ដែលប្រកបដោយវិជ្ជាជីវៈទទួលបានវិញ្ញាបនបត្រត្រឹមត្រូវនិងចូលរួមបង្កើនការងារយុវជនព្រមទាំងពង្រឹងសេដ្ឋកិច្ចគ្រួសារនិងអាជីវកម្មរបស់ពួកគេ